ថ្ងៃនេះនាងខ្ញុំនឹងបកស្រាយអំពីទារកកើតមកជាប់កឬក៏វិកពាក្យបច្ចេកទេសគេហៅថា torticollis ឬក៏គេហៅថា rhinitis torticollis គឺទារកកើតមកគាត់មានជាប់កទៅមួយចំហៀងដោយសារតែការកន្ត្រាក់សាច់ដុំនៅកឬក៏ដោយសារតែសាច់ដុំកហ្នឹងគឺវាខ្លីខុសពីធម្មតាភាគច្រើនប៉ះទៅលើសាច់ដុំដែលឈ្មោះថា sternocleidomastoid torticollis គឺទី1គេហៅថា congenital torticollis គឺបានន័យថាទារកកើតមកគាត់មានវីកឬក៏ជាប់កនឹងពីកំណើតហើយឪពុកម្ដាយនឹងសង្កេតដឹងថាកូនជាប់កឬក៏វីកពីកំណើតហ្នឹងនៅពេលដែលគាត់កើតមកភ្លាមបានប្រហែលជា1ខែទៅចន្លោះ3ខែមូលហេតុដែលធ្វើឲ្យកូនមានការវិកពីកំណើតគេថា congenital torticollis គឺដោយសារតែទីតាំងរបស់កូនពេលដែលនៅក្នុងផ្ទៃម្ដាយគឺតាក់ទងជាមួយម្ដាយគាត់អាចនឹងអង្គុយយូរពេកអញ្ចឹងគឺវាធ្វើឲ្យប៉ះពាល់ទៅលើសាច់ដុំករបស់កូនម្យ៉ាងវិញទៀតគឺអាចមកពី birth trauma នៅពេលដែលទារកកើតមកហ្នឹងគឺវាអាចរងរបួសនៅនឹងសាច់ដុំករបស់គាត់ហើយនឹងមូលហេតុផ្សេងទៀតទី2គេហៅថា acquired torticollis គឺជាប្រភេទដែលទារកគាត់ជាប់កឬក៏វិកក្រោយពេលគាត់កើតមូលហេតុនៅប្រភេទទី2នេះគឺដោយសារតែប៉ះពាល់ទៅលើសាច់ដុំករបស់កូនដែរហើយដោយសារតែមានការបង្ករោគឬក៏មូលហេតុមកពីដាក់ឲ្យកូនគេងហ្នឹងគឺខុសទីតាំងបានន័យថាយើងអាចនឹងបដ ாய் ឲ្យគាត់គេងតែមួយចំហៀងរហូតឬក៏គេងតែឧទាហរណ៍គេងតែឆ្វេងរហូតឬក៏គេងតែស្ដាំរហូតហើយយើងអត់ធ្វើការបង្វិលកឬក៏ក្បាលរបស់កូនឲ្យមក2ម៉ោងម្ដងជាទូទៅគេត្រូវការបង្វិលរាល់2ម៉ោងម្ដងមិនឲ្យកូនដេកតែមួយចំហៀងនោះទេឬក៏ប្រភេទទី2នេះអាចបណ្ដាលមកពីការប្រើប្រាស់ថ្នាំមួយចំនួននៅពេលដែលកូនជាប់កនឹងធ្វើឲ្យកូននឹងគឺគាត់ឈឺករបស់គាត់ឈឺនៅសាច់ដុំកនឹងធ្វើឲ្យករបស់កូននឹងជាប់គាំងទៅម្ខាងដែលវាចហើយថែមទាំងធ្វើឲ្យករបស់កូននឹងពិបាកធ្វើចលនាងាកឆ្វេងងាកស្ដាំហើយយើងមើលទៅឃើញថាស្មារបស់កូនហ្នឹងវាអត់ symmetry គេថា asymmetry គឺវាអត់ស្មើគ្នាទេឃើញថាអាចម្ខាងខ្ពស់ឬក៏ម្ខាងទាបហើយក៏ធ្វើឲ្យប៉ះពាល់ទៅលើក៏សម្រស់របស់កូននៅពេលដែលគាត់ធំឡើងប្រសិនបើគាត់មានការជាប់កឬក៏វិកនេះចំណែកការព្យាបាលទៅលើទារកដែលគាត់មានជាប់កឬក៏វិកនេះគឺវាអាស្រ័យទៅលើមូលហេតុប្រសិនបើកូនរបស់បងប្អូនជាប់កឬក៏វិកដោយសារតែពីកំណើតគេហៅថា congenital torticollis គឺការព្យាបាលគឺព្យាបាលដោយចលនាគេហៅថា physiotherapy ឬប្រសិនបើករណីករបស់កូនជាប់ខ្លាំងគឺគេធ្វើការវះកាត់ប៉ុន្តែជាករណីកម្រដែលគេព្យាបាលការវិកឬការជាប់កនឹងដោយសារតែការវះកាត់សំខាន់ណាស់សម្រាប់កុមារឬក៏ទារកដែលគាត់កើតមកមានជាប់កឬក៏វិកហ្នឹងគឺឪពុកម្ដាយត្រូវតែឧស្សាហ៍ធ្វើថាមីថាឲ្យកូនដើម្បីឲ្យសាច់ដុំកសាច់ដុំស្មារបស់កូនហ្នឹងបានរឹងមាំល្អហើយវាអាចនឹងវិលត្រឡប់មកវិញបានទៅលើការព្យាបាលកូនវិកនេះគឺទៅតាមមូលហេតុផ្សេងដែលគ្រូពេទ្យគាត់បានរកឃើញដែលបណ្ដាលឲ្យទារកហ្នឹងគឺគាត់មានការជាប់កឬក៏កាំងកនេះឯងសរុបសេចក្តីមកវិញ torticollis គឺទារកកើតមកគាត់ជាប់កឬក៏វិកអាចទៅឆ្វេងឬក៏ទៅស្ដាំដោយសារតែការកន្ត្រាក់នៅសាច់ដុំកឬក៏ដោយសារតែសាច់ដុំកហ្នឹងគឺវាខ្លីហើយភាគច្រើនប៉ះពាល់ទៅលើសាច់ដុំកដែលឈ្មោះថា sternocleidomastoid ដែលអក្សរកាត់គេហៅថា SCM torticollis ការវិកឬជាប់ករបស់ទារកគឺបែងចែកចេញជាពីរប្រភេទទី1គេហៅថា congenital គឺបានន័យថាគាត់កើតមកមាន torticollis នឹងពីកំណើតវិកពីកំណើតឬក៏ជាប់កពីកំណើតហើយទី2គេថា acquired torticollis គឺបានន័យថាគាត់មានជាប់កឬក៏វិកក្រោយពេលគាត់កើតសម្រាប់ការព្យាបាលវិញនៅពេលដែលកូនឬក៏ទារកកើតមកគាត់មានការជាប់កឬក៏វិកគឺការព្យាបាលអាស្រ័យលើតាមប្រភេទឬក៏មូលហេតុដែរបើសិនជាកូនកើតមកពីកំណើតគេថា congenital torticollis គាត់វិកពីកំណើតឬក៏ជាប់កពីកំណើតហ្នឹងការព្យាបាលគេព្យាបាលដោយ physiotherapy ការព្យាបាលដោយប្រើគឺការព្យាបាលដោយចលនាហើយនឹងឧស្សាហ៍ដាក់កូនឲ្យធ្វើធម្មវិថែមហើយ
ក៏គេធ្វើការព្យាបាលទៅលើការវះកាត់ដែរបើតែជាករណីកម្រគេកម្រធ្វើការវះកាត់ណាហើយតកតងជាមួយទៅនឹងការយកកូនទៅធ្វើចលនាដែលគេថា physiotherapy នេះគឺយើងអត់អាចទុកបានយូរទេបើសិនបើដឹងថាកូនជាប់កនៅពេលដែលកើតមកបាន1ខែទៅ3ខែយើងឃើញហើយត្រូវប្រញាប់នាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យទទួលសេវាការព្យាបាលដោយប្រើចលនាបើសិនបើយើងទុកយូរលើសពី6ខែទៅការព្យាបាលដោយចលនានឹងវាអាចនឹងពិបាកវិលមកត្រឡប់ធម្មតាវិញណាអញ្ចឹងការនាំកូនទៅជួបគ្រូពេទ្យនិងការធ្វើការព្យាបាលតាន់ពេលវេលានៅពេលដែលកូនក្រោមអាយុ6ខែគឺយើងអាចជួយកូនឲ្យអាការវិកលឬក៏ការជាប់ករបស់គាត់នឹងអាចនឹងវិលមកធម្មតាដោយក្មេងដទៃវិញបាន